ភ្នែកគាត់ក្រហមតិចសំឡេងរស្រទន់បងជីដូនមួយគុំខឹងអីអុយគ្រាន់តែស្រឡាញ់បងខ្លាំងពេកទើបអាចប្រើវិធានការមិនសូវល្អនេះដើម្បីឲ្យបងច្រណែនទោះបីវិធីជ្រុលនេះមែនប៉ុន្តែចេតនាដំបូងគឺល្អទេPigeon ឬដូច្នេះទឹកមកទើបស្រទន់បន្តិចគាត់ដកដង្ហើមធំលាដៃមករកខ្ញុំឲ្យសម្បត្តិអាពាហ៍ពិពាហ៍មកខ្ញុំហើយត្រឡប់មកជាមួយខ្ញុំរឿងថ្ងៃនេះចាត់ទុកថាវាមិនបានកើតឡើងឃើញខ្ញុំមិនកំរើគាត់ក៏ជួនចិញ្ចាំលោកដៃទៅដណ្ដើមពីដៃឆេវជាយកសម្បត្តិអាពាហ៍ពិពាហ៍ឯកសារខ្លាំងៗជាគ្រាន់តែបង្កើតជាបញ្ហាប៉ុណ្ណោះហើយទៅវាល្អជាងដៃទៅតែប៉ះសម្បត្តិអាពាហ៍ពិពាហ៍ក៏ដៃរបស់ឆេវជារហ័សភ្លាមនោះខាច់ឆាសម្លេងប្រេះស្រាំលឺដូចស្គរសម្លេងលឺឡើងក្នុងសាលពិធីជប់លៀងពេលជន់ហឺស្រែកទាំងឈីចាប់ក៏ដៃរបស់ខ្ញុំក៏ថយក្រោយជាច្រើនជំហានញើសត្រជាក់ហូរពេញថ្ងាសៀវជាយូទុកសម្បត្តិវិញក្រសែភ្នែកមើលងាយអេវ៉ាន់របស់យើងអ្នកក៏អាចប៉ះបានដែរPigeon ឈឺមុខឡើងវាចប៉ុន្តែនៅមាត់រឹងរូសអ្នកហ៊ានវាប្រហារមនុស្សអ្នកយាមចាប់វាទៅយកទៅឲ្យមន្ត្រីចាំមើលចុះពេលនៅពីមុខ Jensen តើនៅតែហ៊ានឆ្មើងឆ្មៃបែបនេះទៀតមើលទៅ Pigeon គួរឲ្យកំសត់អ្នកយាមរៀបនឹងឡំពាត់មកសៅឈីយូក៏ដកផ្លាកសម្គាល់ពីចង្កេះរបស់គាត់នៅលើតុផ្លាកក៏របស់ដំណាក់ព្រះអង្គម្ចាស់ជីនតើអ្នកណាហ៊ានធ្វើសកម្មភាពផ្លាកមានសតរូបលំនាំនាគនៅក្រោមពន្លឺទើបភ្ញាក់ក្នុងសាលស្ងាត់ឈឹងទាំងស្រុងអ្នកទាំងនោះដែលទើបសើចចំអកឲ្យខ្ញុំមិញនៅពេលនេះពួកគេទាំងអស់ហាន់ក្បាលចុះចង់តែរួញទៅតាមស្នាមប្រេះនៅក្នុងដី Pigeon បានឃើញសញ្ញាសម្គាល់នោះមុខស្លេកស្លាំងគាត់មិនខ្វល់ការជិះចាប់ក្តីបានសម្លក់សម្លឹងមើលផ្លាកនោះភ្នែករបស់គាត់ពោពេញដោយភាពមិនគួរឲ្យជឿទេវាពិតជាព្រះអង្គម្ចាស់រីករាយមែនការវិនិច្ឆ័យដ៏មានមោទនភាពរបស់គាត់វាបានក្លាយជារឿងកំ pl ែងតែគាត់កែសម្រួលទឹកមុខយ៉ាងរហ័សប្រែទៅការរំជួលចិត្តទុកសោកនៃការក្បត់គាត់ងាកមកសម្លឹងមើលយ៉ាងមុតស្រួចឈីយាងនាងឡើងត្រនងខ្ពស់ពីពេលណាចឹងបានជានាងចង់ផ្ដាច់ការភ្ជាប់ពាក្យនេះការពិតបានរកឃើញអ្នកផ្សេងហើយតើដើម្បីទ្រព្យសម្បត្តិនិងសេរីរុងរឿងនាងមិនមានសំបីតែភាពអៀនខ្មាសបែបនេះធ្វើទៅបានដែរក៏ខ្សែភ្នែកមនុស្សនៅជុំវិញបានផ្លាស់ប្ដូរម្ដងទៀតពួកគេសម្លឹងមើលខ្ញុំពោពេញដោយការមើលងាយម៉ងសៀនចិនធ្វើដូចញាប់ឲ្យយកដៃខ្ទប់មាត់រួចបន្ថែមឬមួយក៏លើកមុននាងពេលយកមិនត្រឡប់មកផ្ទះវិញគឺទៅជួបព្រះអង្គម្ចាស់រីកទីយាតអូព្រះឲ្យពេលនោះពួកបងមិនទាន់ផ្ដាច់ពាក្យទេយីងមិនក៏នាងគាត់មិនទាន់ចប់តែអត្ថន័យគឺច្បាស់រួចទៅហើយគាត់កំពុងប្រឌិតរឿងអាស្រូវចង់ថាឲ្យខ្ញុំអំឡុងពេលភ្ជាប់ពាក្យបែរជាលួចនៅជាមួយឈៀវខៀហើយថែមទាំងមានកូនទៀតបីជន់ហឺបានស្ដាប់ពាក្យទាំងនេះទឹកមុខកាន់តែអាក្រក់មើលគាត់ចង្អុលមកខ្ញុំម្រាមដៃគាត់ញ័រមុខក្រពោពេញដោយការខកចិត្តនិងការស្អប់ខ្ញុំតែងតែគិតថាអ្នកគ្រាន់តែរឹងបន្តិចប៉ុណ្ណោះមិននឹកស្មានថានាងបន្ថោខ្លួនបែបនេះនាងគ្មានភាពខ្មាស់អៀនទេហើយអ្វីនៅបន្តនៅជាមួយខ្ញុំឃើញខ្ញុំដើម្បីនាងរត់ទៅមកនាងបានចិត្តម្លេះខ្ញុំបានតបផងឈៀវខៀធ្វើចំណាស់ហើយគាត់មិនបានខ្ជះខ្ជាយពាក្យសម្ដីទេបញ្ជាអ្នកបម្រើឲ្យទះមាត់អ្នកបម្រើស្រីមានមុំ2នាក់បានប្រញាប់ទៅចាប់ម៉ងសៀនចិនទាំងឆ្វេងស្ដាំផាច់សំឡេងបន្លឺឡើងពេញសាលម៉ងសៀនចិនគាត់ត្រូវបានគេវាយដល់មាត់ហូរឈាមសក់ខ្ចាត់ខ្ចាយសំឡេងស្រែកបន្លឺឡើងពេជន់ហឺចង់ខាត់គាត់ប៉ុន្តែមើលក្រសែភ្នែកសៀវខៀលោកប៉ៃប្រសិនបើលោកថែមមួយមាត់ទៀតថាយើងមិនប្រកាន់ឲ្យគេវាយទាំងលោកទេពណ៌របស់ម៉ងសៀនចិនឡើងហាមក្រហមនាងយំនៅលើដីប៉ៃជន់ហឺជឿចាប់អាណិតខ្លាំងណាស់តែខ្លាចអំណាចសៀវខៀមិនហ៊ានទៅមកគាត់បានដកដង្ហើមវែងបន្ទាបសំឡេងនិយាយមកខ្ញុំថាឈូយីងបើនាងទៅជាមួយគាត់ថ្ងៃនេះថ្ងៃក្រោយទ្វារគ្រូសាភីកុំគិតចង់ចូលអីគេឈ្មោះរបស់អ្នកនឹងខូចហើយក្រៅពីខ្ញុំគ្មានអ្នកណាផ្សេងយកនាងទេឲ្យតែនាងលុតជង្គង់សុំទោស Channel High Spot ថាឈប់ជួបគាត់ខ្ញុំសុកចិត្តទុកថាណែនៅពេលនេះហើយគាត់នៅគិតចឹងទៀតនៅតែប្រើវិធីសាស្ត្រមកគៀបខ្ញុំទៀតស្មានតែខ្ញុំខ្លាចដើម្បីគេឈ្មោះឲ្យតាមគាត់ខ្ញុំមើលទៅមុខដល់ខ្លាំងៗគាត់ចង់បានតែចឹងផងខ្ញុំនិយាយដោយត្រជាក់និយាយរួចខ្ញុំងាកចេញបីជន់ហឺនឹកស្មានមិនដល់ថាខ្ញុំនឹងបដិសេធយ៉ាងម៉ឺងម៉ាត់មុខរបស់គាត់ប្រែខៀវបាននាងសឹកចិត្តធ្លាក់ចូលភូកុំបន្ទោសខ្ញុំថាគ្មានចិត្តអាណិតអាសូរពេលនោះព្រះនាងជីនបានដឹកនាំក្រុមស្ត្រីអភិជនមួយក្រុមធំពួកគាត់ដើរចូលមកមើលក៏មើលទៅ Pigeon ផងគាត់ដើរមករកខ្ញុំដោយតែម្ដងគាត់ចាប់ដៃខ្ញុំនេះគឺជាយីងពិតជាស្រស់ស្អាតមែនមនុស្សខ្លះមានភ្នែកតែគ្មានប្រស្រីគួចខ្សងច្រឡំជាមួយឈើអែមមកពីគេគ្មានសំណាងដំណាក់យើងមិនដូចគ្រួសារតូចមួយចំនួនទេមានច្បាប់ទម្លាប់ច្រើនសង្កត់មនុស្សពាក្យសម្ដីរបស់ព្រះនាងជីនធ្វើឲ្យ Pigeon មុខម្ដងក្រហមម្ដងក្រុមស្ត្រីអភិជនដែលនៅជុំវិញបានបន្តហើយសរសើរខ្ញុំដូចជាគួចមានតម្លៃ Pigeon គាត់ឈរនៅម្ខាងមុខរបស់គាត់ម្ដងបៃតងម្ដងស្ត្រូវបានហ្វូងមនុស្សមិនអើពើប៉ុន្តែនៅក្នុងភ្នែកគាត់កាន់តែរឹងមាំឡើងគិតថាគាត់មិនបានខុសទេគ្រាន់តែបែរជាគិតថាខ្ញុំបានខុសខិតជាមួយអ្នកក្រៅមើលងាយគាត់សម្លឹងមើលរូបរាងនៃការចាក់ចែងរបស់ខ្ញុំនិងព្រះអង្គម្ចាស់ជីនគាត់ក្តាប់កណ្ដាប់ដៃយ៉ាងណែនញាក់ទៅមើលម៉ងសៀនចិននៅតែនៅទីនោះដដែលតែកំពុងយំដកដង្ហើមនិយាយទាំងសំឡេងត្រជាក់ឈប់យំទៅសុំជំនួយពីលោកស្រីខ្ញុំមិនជឿថាមនុស្សដែលមិនគោរពមនុស្សចាស់ស្ត្រីដែលចិត្តរាយមាយតើដំណាក់ព្រះអង្គម្ចាស់ជីនពិតជាហ៊ានដណ្ដឹងមែននៅព្រឹកបន្ទាប់ Pigeon ពួកគេមកដល់មាត់ទ្វារជាមួយនឹងអំណោយដ៏ច្រើនគាត់នៅមាត់ទ្វាររៀបចំលុតជង្គង់រួចសូមឲ្យអ្នកយាមទ្វារទៅប្រាប់អ្នកខាងក្នុងថាក្មួយប្រុស Pigeon មកសុំទោសលោកពូជាពិសេសពេលមុនក្មួយបង្រៀនវិន័យមិនបានល្អធ្វើឲ្យយីងខឹងសម្បាថ្ងៃនេះបានមកទទួលនាងជាពិសេសឪពុកម្ដាយខ្ញុំស្អប់ខ្ពើមគាត់តាំងពីយូរហើយពួកគាត់ឲ្យគេបិទទ្វារ Pigeon ក៏មិនខឹងរៀបចំខ្លួនរួចរាល់ហើយបន្ទាប់មកគាត់បានលុតជង្គង់នៅមាត់ទ្វារចំពេលព្រឹកព្រលឹមផ្លូវពោពេញដោយមនុស្សម្នាគាត់លុតជង្គង់ចឹងបានតាក់ទាញចំណាប់អារម្មណ៍ភ្លាមបំពាត់ដោយអ្នកទស្សនារាប់មិនអស់រូបរាងគាត់សង្ហាគួរសមពេលលុតជង្គង់លើដីក៏បានការអាណិតពីអ្នកតាមផ្លូវយ៉ាងឆាប់រហ័សលោកពេលនេះពិតស្នេហ៍ស្មោះមែនដើម្បីសុំការអភ័យទោសសុខចិត្តនៅតាមផ្លូវលុតជង្គង់មែនហើយអ្នកនាងឈីននោះពិតជាគ្មានបេះដូងមែនវាគ្រាន់តែការឆ្លុះប្រកែកគ្នារបស់គូស្នេហ៍ចាំបាច់ដល់ថ្នាក់នេះខ្ញុំមើលថាអ្នកនាងបានឡើងត្រនងខ្ពស់តើនេះបោះបង់ចោលអ្នកចាស់ហើយការគ្រប់គ្រងអៀងទៅខាង Pigeon មេង Chien នៅក្នុងហ្វូងមនុស្សកាន់កន្សែងដៃជូតទឹកភ្នែកចេញសម្លេងស្រទន់ដែរគ្រប់គ្រាន់សម្រាប់មនុស្សជុំវិញស្ដាប់ពឺបងជីដូនមួយសុទ្ធតែដើម្បីឲ្យបងស្រីល្អបងស្រីមិនក៏ចិត្តដាច់ម្លេះទោះបីជាឋានៈគ្រួសារភីមិនខ្ពស់ដំណាក់ព្រះអង្គម្ចាស់មែនប៉ុន្តែបងជីដូនមួយចិត្តស្មោះតែមួយជាមួយចំពោះបងស្រីសម្ដីនេះបានបញ្ជាក់បន្ថែមទៀតថាខ្ញុំប្រកាន់អ្នកក៏នឹងស្រឡាញ់អ្នកមានខ្ញុំនៅខាងក្នុងស្ដាប់សម្លេងរមៀតពីខាងក្រៅធ្វើឲ្យខ្ញុំញ័រខ្លួនដោយកំហឹងខ្ញុំយល់នាងកំពុងប្រាំទេសាធារណៈដើម្បីខ្ញុំគ្រាន់តែចង់ឈ្នះយកកេរ្តិ៍នាងមកវិញខ្ញុំក្តាប់កណ្ដាប់ដៃខ្ញុំយ៉ាងណែនហៀបនឹងទៅបកស្រាយជាមួយនាងពេលនោះមានស្រមោលបានលោតចុះពីលើជញ្ជាំងសៀវឈីយូបានចុះពីមុខខ្ញុំគាត់តែធូលីដែលចេញពីរាងកាយរបស់គាត់សម្លឹងមើលភ្នែកឡើងក្រហមរបស់ខ្ញុំក្នុងភ្នែកពោពេញដោយអាណិតស្រឡាញ់កុំខ្លាចអីខ្ញុំមកហើយជួបមនុស្សអាក្រក់ចឹងនិយាយហេតុផលវាគ្មានប្រយោជន៍ទេគាត់ចិត្តខ្ញុំលោកដៃជួយរៀបចំសក់ដែលរញ៉ៃបន្តិចឲ្យខ្ញុំចង់ឃើញគេឈ្មោះគេត្រូវបំផ្លាញទេខ្ញុំងក់ក្បាលភ្នែកខ្ញុំពោពេញដោយការស្អប់សៀវឈីយូញឹមប៉ុន្តែស្នាមញឹមនោះមិនបានទៅដល់ភ្នែករបស់គាត់ទេឲ្យខ្ញុំចុះសៀវឈីយូស្នាលរកបញ្ជាឲ្យមនុស្សវាយ Pigeon ខ្ញុំក្រវីក្បាលបន្តិចមានរឿងខ្លះខ្ញុំត្រូវតែដោះស្រាយដោយខ្លួនឯង
បើមិនដូច្នោះទេគាត់នឹងតែងតែមានការឥតឈប់ឈរឲ្យគេបើកទ្វារខ្ញុំបានចេញទៅក្រៅ Pigeon ឃើញខ្ញុំចេញមកក៏ក្រោកឈរឡើងពីដីភ្លាមជង្គង់របស់គាត់ប្រឡាក់ពេញធូលីដីប៉ុន្តែមើលទៅមិនកំសត់គាត់ប្រៀបដូចទទួលបានជ័យជំនះចឹងលែងឆ្អែតនៅត្រឡប់ទៅវិញជាមួយខ្ញុំភាពមិនសមហេតុផលពីមុនខ្ញុំនឹងមិនប្រកាន់នាងទេក៏មិនខ្វល់ពីពាក្យចាំអារ៉ាមនាងនឹងព្រះអង្គចាស់ឲ្យតែនាងថ្ងៃក្រោយគោរពកាត់ប្រកិច្ចរបស់នាងស្ត្រីមេផ្ទះគ្រួសារភីតំណែងនេះនៅតែជារបស់អ្នកសម្លេងរបស់គាត់ពោពេញដោយចិត្តសន្តោសខ្ញុំមើលគាត់ទៅគួរឲ្យអស់សំណើចប៉ុណ្ណោះបីជន់ហឺអ្នកមិនចេះស្ដាប់ភាសាមនុស្សទេខ្ញុំលែងស្រឡាញ់អ្នកទៀតហើយខ្ញុំមិនចង់ការជាមួយអ្នកនេះគ្មានតាក់ទងជាមួយអ្នកដទៃបីជន់ហឺជ្រួញចិញ្ចើមគាត់មិនជឿគាត់បានទាញស្នៀតសក់ឈើចេញពីហោប៉ៅរបស់គាត់នោះគឺកាលពីប៉ុន្មានឆ្នាំមុនខ្ញុំឆ្លាក់ដោយផ្ទាល់ដៃហើយឲ្យវាទៅគាត់នៅពេលនោះខ្ញុំធ្លាប់ឲ្យថងក្រអូបទៅគាត់ប៉ុន្តែគាត់ដៃប៉ាក់មិនល្អបោះចោលទៅស្នៀតសក់នេះគាត់មិនដែលពាក់វាទេតែងតែទុកចោលឡើងកាន់ធូលីហើយតែឥឡូវនេះគាត់បានយកវាចេញហើយចាត់ទុកវាដូចជាសញ្ញានៃក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនៅក្នុងចិត្តរបស់ដោយសារខ្ញុំទេហេតុអ្វីត្រូវរក្សារបស់ចាស់ទាំងនេះស្នៀតសក់នេះពេលនាងឲ្យវាមកខ្ញុំនិយាយថាសូមតែមនុស្សម្នាក់ស្មោះស្ម័គ្រដល់ចាស់មិនបែកគ្នាអ៊ុយអ៊ុយកុំកុហកខ្លួនឯងទៅនាងគ្រាន់តែនៅខឹងខ្ញុំគាត់ពោពេញដោយទំនុកចិត្តសម្លឹងមកខ្ញុំដោយជឿជាក់ថាខ្ញុំនឹងរំភើបដល់ហៀទៅភ្នែកខ្ញុំបោះជំហានទៅមុខហើយឆក់យកស្នៀតនោះពេលគាត់ងឿងឆ្ងល់ខ្ញុំដៃទាំងពីរបញ្ចេញកម្លាំងផកសម្លេងស្នៀតបាក់ភ្លាមខ្ញុំបានបំបែកវាជាពីរកំណាត់ហើយបោះចូលវាបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយសម្រាប់ប្រភេទនេះមានតែអ្នកទេដែលចាត់ទុកកំណប់ទឹកមុខរបស់បៃជុនហឺបែកបាក់ភ្លាមហើយក្នុងភ្នែករបស់គាត់ទំនុកចិត្តមួយបានលេចចេញភាពស្នាមប្រេះប៉ុន្តែគាត់បានរកឃើញលេខយ៉ាងឆាប់រហ័សចាប់ដើមលាងខួរក្បាលខ្លួនឯងនាងពិតជាបានបំផ្លាញវត្ថុប្រចាំស្នេហ៍នាងប្រកាសជាស្រឡាញ់ខ្ញុំស្រឡាញ់ខ្លាំងពេកហើយដូច្នេះហើយស្នេហ៍ប្រែคล้ายទៅជាស្អប់យីងយីងនាងកំពុងបង្ក្រាបសេចក្តីស្រឡាញ់របស់នាងហើយវានឹងធ្វើឲ្យនាងជឿចាប់ខ្ញុំសម្លឹងមើលភាពរំភើបតែខ្លួនឯងរបស់គាត់មានតែអារម្មណ៍ស្អប់ខ្ពើមពិភពលោកនេះមិនអាចមានបរិះអីគិតតែខ្លួនឯងយ៉ាងដូចម្ដេចមិនថាខ្ញុំធ្វើអ្វីក៏ដោយបកស្រាយរឿងទាំងអស់ថាខ្ញុំស្រឡាញ់គាត់មិនស្ដាប់អារម្មណ៍នេះធ្វើថប់ដង្ហើមមែនធ្វើឲ្យខ្ញុំសំបីជេរគាត់ក៏គ្មានកម្លាំងដែរជាវជាថ្ងៃពិធីភ្ជាប់ពាក្យជាផ្លូវការបានមកដល់ហើយមុននឹងហែដ៏អស្ចារ្យលាតសន្ធឹងចម្ងាយ10ម៉ាイលបានចាប់ដើមពីគេហដ្ឋានរបស់ព្រះអង្គម្ចាស់ជាងហើយរហូតដល់មកទ្វារផ្ទះខ្ញុំគ្រប់អំណោយភ្ជាប់ពាក្យទាំងអស់បង្ហាញពីភាពសន្តានចិត្តរបស់រាជដំណាក់រដ្ឋធានីប្រជាជនទាំងអស់បានមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះប៉ុន្តែក្បួនបានពាក់កណ្ដាលផ្លូវពួកគេត្រូវបានក្រុមទាហានមួយក្រុមបញ្ឈប់មេដឹកនាំគឺជា Pigeon ដែលស្លៀកអាវមន្ត្រីគាត់កាន់សៀវភៅច្បាប់មួយឈប់នៅកណ្ដាលផ្លូវឈប់ភ្លាមយោងតាមច្បាប់នៃរាជវង្សនេះអំណោយភ្ជាប់ពាក្យមិនត្រូវលើសពី120កេសព្រះអង្គម្ចាស់ជីនគ្មានច្បាប់ក្នុងភ្នែកដើម្បីបដិសេធខ្ញុំជាមន្ត្រីរូបនេះត្រូវពិនិត្យតើគាត់កំពុងធ្វើអ្វីថាដើម្បីរក្សាច្បាប់និងសណ្ដាប់ធ្នាប់នេះច្បាស់ណាស់ជាការធ្វើកិច្ចការតាមគំនុំគាត់ចង់ផ្លាញ់ពិធីមង្គលការរបស់ខ្ញុំប្រជាជនមិនដឹងពីការពិតត្រូវបានគាត់បោកបញ្ឆោតយកច្បាប់ជាលេសបីជន់ហឺឃើញបែបនេះគាត់កាន់តែបានចិត្តថែមបែរមុខទៅរកហ្វូងមនុស្សប្រកាសខ្លាំងគ្រួសារអ្នកមានអំណាចគួរតែធ្វើជាគំរូមិននឹងអាចយកអំណាចរំលោភបំពានអ្នកដទៃនិងយកប្រពន្ធអ្នកដទៃខ្ញុំនិងកញ្ញាឈូបានភ្ជាប់ពាក្យមុនហើយព្រះទីយាបមិនត្រឹមតែដណ្ដើមយកស្នេហានៅធ្វើពិធីធំយ៉ាងនេះពិតជាមិនសមរម្យទេក្នុងពេលជាមួយគ្នានេះមើងសៀនចិននៅក្នុងហ្វូងមនុស្សចាប់ផ្ដើមរាយពាក្យចាមអារ៉ាមក្នុងចំណោមហ្វូងមនុស្សតើអ្នកធ្លាប់រៀបពាក្យចាមអារ៉ាមទេអ្នកនាងឈូមានកូនជាមួយលោកភីនៅក្នុងពូរួចហើយហេតុអ្វីនាងនៅតែរៀបការជាមួយព្រះអង្គម្ចាស់គាត់ជាស្អប់ខ្ពើមចំពោះភាពក្រីក្ររបស់គ្រួសាររកអ្នកបិទបាំងនឹងណាត្រូវរៀបការបាំងរឿងអស្រូវពាក្យចាមអារ៉ាមរីករាលដាលលឿនភ្លាមនោះអ្នកទាំងអស់គ្នាមើលក្បួនដង្ហែបចុះពាក្យបដូរអត្ថន័យភ្លាមហើយឆែវជីយូជីនៅលើសេះខ្ពស់មើលពីខាងលើចុះក្រោមមើលបៃជន់ហឺស្ដាប់គេជុំវិញក្រសែភ្នែកលាក់បាំងមិនបានមានចិត្តនីឃាតកម្មសម្លេងរបស់ជាវគៀគ្មានភាពកក់ក្ដៅបន្តិចក្បួនភ្ជាប់ពាក្យយើងក៏ឯងហ៊ានបញ្ឈប់ Pigeon តើអ្នកគិតថារបស់អ្នករឹងជាងដាវរបស់ខ្ញុំមែនទេលំពេងដាវវែងចេញពីស្រោមចង្អុលទៅបំពង់ Pigeon គម្លាតសតែបន្តិច Pigeon មានអារម្មណ៍ត្រជាក់ពីចុងដាវបំពង់ករមៀលបន្តិចប៉ុន្តែគាត់ប្រកាសចិត្តសៀវជីយូមិនហ៊ានសម្លាប់មន្ត្រីនៅតាមផ្លូវទេគាត់បានតម្រង់របស់គាត់ហើយធ្វើជារៀបខ្លួនទទួលក្តីស្លាប់ទោះបីជាខ្ញុំបៃឈាមហូរនៅទីនេះថ្ងៃនេះក៏ដោយតែរក្សាយុត្តិធម៌និងយុត្តិធម៌ទោះបីជាទីមកជាប់ពាក្យត្រូវបានប្រកល់ជូនដល់មែនតែពិធីមង្គលការត្រូវបានរកអួលការមានផ្ទៃពោះពាក្យចាមអារ៉ាមនេះរីករាលដាលដូចភ្លើងឆេះព្រៃនៅក្នុងរាជធានីកាន់តែរីករាលដាលកាន់តែហួសចិត្តខ្លាំង